ជំរាបសួរនាងខ្ញុំវិជ្ជមណ្ឌិតខណ្ឌសុខច័ន្ទគ្រូពេទ្យឯកទេសសម្ភពរោគស្ត្រីនៅមន្ទីរពេទ្យ Royal ថ្ងៃនេះនាងខ្ញុំសូមចូលរួមចែករំលែកចំណេះដឹងទាក់ទងនឹងការថែទាំសុខភាពសូដនដោយការស្ទាបសូដននៅផ្ទះខ្លួនឯងអញ្ចឹងការស្ទាបសូដននឹងចំណាយពេលតែប្រមាណនាទីរៀងរាល់ខែប៉ុន្តែយើងអាចរកឃើញនៅសញ្ញាមិនប្រក្រតីនៃសូដនការស្ទាបនឹងយើងធ្វើនៅពេលដែលមករដូវហើយស្អាតនៅថ្ងៃទី2ឬថ្ងៃទី3ការពិនិត្យសូដនរួមមានការឆ្លុះកញ្ចក់មើលរូបរាងសូដននិងការស្ទាបសូដនដោយដៃការឆ្លុះមើលកញ្ចក់យើងឈរនៅមុខកញ្ចក់ដាក់ដៃត្រង់ស្របខ្លួនបន្ទាប់មកយើងលើកដៃឡើងលើនិងបន្ទាប់មកទៀតយើងយកដៃច្រត់ចង្កេះមើលរូបរាងសូដនគ្រប់ទម្រង់ដែលបានរៀបរាប់ហ្នឹងដោយមើលរូបរាងសូដនទំហំសូដនមានអីប្រែប្រួលល្អអត់មើលស្បែកសូដនហើយនឹងមើលចុងសូដននឹងមើលផងដែរថាតើមានហូរអ្វីមិនប្រក្រតីចេញពីចុងសូដនដែរឬទេបន្ទាប់មកទៀតយើងធ្វើការស្ទាបយើងអាចកេងស្ទាបក៏បានឈរស្ទាបក៏បានហើយយើងមានវិធីច្រើននៃការស្ទាបឧទាហរណ៍យើងអាចដាក់ដៃម្រាមដៃ3ឬ4នៅលើសូដនស្មាដៃស្មាហ្នឹងហើយយើងស្ទាបថ្នមហើយសកត់ល្មមទៅលើសូដនដោយយើងស្ទាបធ្វើជារង្វង់ស្ទាបពីខាងក្រៅទៅខាងក្នុងហើយមួយទៀតក៏យើងអាចស្ទាបពីលើទៅក្រោមឬពីក្រោមឡើងមកលើស្ទាបឲ្យជុំវិញដោះយើងហ្នឹងហើយកុំភ្លេចស្ទាបបរិវេណក្លៀកនិងចុងបញ្ចប់ហ្នឹងសកត់ស្ទាបថ្នមសកត់ថ្នមទៅលើចុងសូដនដើម្បីមើលថាតើយើងមានឈឺអីមិនប្រក្រតីនៅចុងសូដនឬក៏មានអ្វីដែលហូរចេញមកមិនប្រក្រតីពីចុងសូដនដែរឬទេធ្វើបែបនេះទៅលើសូដនម្ខាងទៀតដោយពិនិត្យទាំងសងខាងហើយការពិនិត្យហ្នឹងធ្វើឲ្យយើងឆាប់ដឹងឆាប់បានព្យាបាលនិងព្យាបាលឆាប់មានប្រសិទ្ធភាពសូមកុំផិតភ័យការប្រែប្រួលនៃសូដនមិនមែនសុទ្ធតែមហារីកទេតែសូមកុំរងចាំប្រសិនបើយើងមានអារម្មណ៍ថាសូដនមានការប្រែប្រួលមិនប្រក្រតីសូមអញ្ជើញមកប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញឬអាចអញ្ជើញមកមន្ទីរពេទ្យ Royal ភ្នំពេញចាសសូមអរគុណសូមជម្រាបលា